សួស្តីបងប្អូនខ្ញុំពុំមេញអតិថិជនហាងអូតូក្លេសិនអរគុណបាននេះគឺជារថយន្ត Ford Everest Sport បាទដែលជាប្រភេទរថយន្តស៊េរីឆ្នាំ2025ដែលអតិថិជនក៏អញ្ជើញមកដាក់កម្រាលជើងការពារបាទរថយន្តហាងអូតូក្លេសិនណាជាមួយនឹងឈុតកម្រាលជើងពណ៌ខ្មៅឡាយជាមួយគ្នាអំបោះពណ៌ទៅក្រូចបាទអញ្ចឹងបងប្អូនអ៊ំពុំមេញបាទខ្ញុំសូមបញ្ជាក់តិចណាសម្រាប់រថយន្ត Ford Everest បាទគឺវាមាន2 model គឺវាមានទីតានាមហើយក៏ដូចជា Sport ដូចនៅក្នុងវីដេអូហ្នឹងចឹងសម្រាប់ទីតានាមបើយើងនិយាយឲ្យងាយយកគឺជាប្រភេទ full option ហើយបើ sport គឺវាអត់ full ទេវាដូចពាក់កណ្ដាល full ចឹងដោយសារតែ option របស់វាហ្នឹងវាខុសគ្នាមួយចំនួនដូចជាបាទអេក្រង់កណ្ដាលនៅ infotainment របស់យើងហ្នឹងវាទូជាងទីតានាមណាហើយទី2ដូចជាក្អីខាងស្ដាំដូចជាវាអត់ចុចអូតូទេដូចវាជាវាកាច់ដៃបាទតាមដែលខ្ញុំចាំណាប៉ុន្តែកន្លែងហ្នឹងអត់ច្បាស់ទេអធិស្ឋានបើសិនជាខុសត្រូវអីកុំប្រកាន់ហើយទី3បាទគឺនៅអីជួរទី3គឺអត់មានចុចអូតូទេគឺយើងទាញដៃបាទនេះដូចឃើញខ្សែនេះគឺខ្សែទាញសម្រាប់យើងលើកអីជួរទី3ឡើងណាបើ full option ទីតានាមរបស់គេគឺយើងចុចទៅវាឡើងអូតូបាទចឹងសម្រាប់ភាពខុសគ្នាដែលខ្ញុំរៀបរាប់ទូរបាទគឺវាមានប៉ុណ្ណឹងហើយនេះដូចកន្លែងអីជួរទី3ចឹងសម្រាប់កម្រាលជើងបើសិនជាប្រភេទ sport បាទកន្លែងហ្នឹងគឺវាមានត្រូវចោះកម្រាលជើងដើម្បីឲ្យកន្លែងយើងលើកដៃហ្នឹងវាយើងអាចទាញបានប៉ុន្តែនៅពេលដែលយើងចោះទៅវាអាក្រក់មើលបាទចឹងសម្រាប់អតិថិជនគឺគាត់អត់បញ្ហាទេគាត់ថាបាទសម្រាប់រថយន្តរបស់គាត់ហ្នឹងអីជួរទី3គាត់មិនសូវលើកទេបើសិនជាគាត់លើកឡើងចាំគាត់គាត់លើកអីផ្សេងបាទមានន័យថាគាត់សុខចិត្តដាក់កាមេរ៉ាពេញចឹងទៅវាមើលទៅវាស្អាតជាងណាចឹងសម្រាប់អតិថិជនគឺយើងធ្វើតាមតម្រូវការរបស់គាត់បើគាត់ចង់ចោះក៏បានគឺបើចោះយើងចោះទៅតាមក្អីរបស់គេបាទប៉ុន្តែបើសិនជាអត់ចោះដាក់ពេញចឹងគឺវាស្អាតជាងបាទហើយក៏វាមើលទៅគឺវាអត់ញ៉េញ៉ាយតែបាទចោះហ្នឹងវារៀងធំដែរបាទគឺវាមើលទៅវារៀងអត់សូវស្អាតបាទចឹងហើយទៅអតិថិជនគាត់អត់ឲ្យចោះទេបាទចឹងដាក់ពេញដូចទីតានាមទៅគឺវាស្អាតផ្លឹងចឹងបងប្អូនមានតែគ្នាបាទចឹងសម្រាប់កម្រាលជើងរបស់ហាង Auto Collection បងប្អូនមានបាច់បារម្ភទេបាទយើងធ្វើទៅតាមស្តង់ដារក៏ដូចជាតម្រូវការរបស់អតិថិជនហើយគឺយើងខ្នាតបាទគឺការពារបាទរថយន្តរបស់អតិថិជនបានល្អខ្លាំងមែនតើណាហើយមិនត្រឹមតែជួយការពារទេថែមទាំងធ្វើរថយន្តកាន់តែស្អាតទំនើបទាន់សម័យនិងទាក់ទាញលើដើមផងដែរហើយក៏ជឿជាក់ 100% ថាក្រោយពេលដែលដាក់កម្រាលជើងដែលជាផលិតផលរបស់ហាង Auto Collection ចុះទៅគឺអតិថិជនគាត់ច្បាស់ជាស្រឡាញ់រថយន្តរបស់គាត់ទ្វេដងលើសពីធម្មតាតែម្ដងបាទ